ស្អីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានជាមួយនឹងផលិតផលរបស់ Xiaomi អានេះជា light បានដែលយើងដាក់នៅលើ monitor ដើម្បីប្រចាំងភ្លើងអញ្ចឹងអ្នកនរគ្នាហើយសម្រាប់ Xiaomi នេះបណ្ដាលរបស់វាបោះ S1 ដែលវាមកជាមួយនឹង wireless remote តែម្ដងហើយអ្នកនរគ្នាប្រើប្រាស់នៅពេលយប់អីគឺត្រូវតែម្ដងព្រោះថានៅពេលយប់នៅពេលយើងប្រើ monitor ឬក៏ប្រើជាមួយនឹង laptop អីបន្លឺតែងតែជាចេញពី monitor ឬក៏ laptop ហ្នឹងចូលចំមុខរបស់យើងឬក៏ធ្វើឲ្យភ្នែកយើងហ្នឹងងាយនឹងខូចអ្នកនរគ្នាអញ្ចឹងអានេះល្អខ្លាំងមែនទែននៅពេលដែលប្រើពេលយប់គឺកាត់បន្ថយពន្លឺយើងដាក់នៅលើ monitor របស់យើងឬក៏លើ laptop ក៏បានដែរអញ្ចឹងអានេះគេថាសារ៉េដេក្រេរបស់វាមកកុំឲ្យចំជះចាំងភ្នែកយើងអញ្ចឹងអ្នកនរគ្នាវាជួយកាត់បន្ថយពន្លឺក៏ដូចជាការពារភ្នែករបស់យើងដែរអញ្ចឹងនេះគឺល្អខ្លាំងមែនទែនសម្រាប់ពេលយប់អញ្ចឹងសម្រាប់ wireless remote របស់វាជាប៊ូតុងមួយដែលអ្នកនរគ្នាអាចវាមាន4 mode ដែលអ្នកនរគ្នាអាចប្រើប្រាស់បាន which is wireless. And it offers a very buttery smooth operation when you want to fine-tune things like the color temperature and of course the brightness. It's overall a very intuitive experience and I didn't need to use instructions. Just tap it to turn it on and off. And if you want to control the color temperature, you press down and then rotate it. And then if you want to control the brightness, you can just simply move the knob. តម្លៃវាត្រឹមតែ45ដុល្លារទេវាមិនថ្លៃមកទេអ្នកនរគ្នាដើម្បីការពារភ្នែកអ្នកនរគ្នាអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនចង់បានអីក៏អាច contact មកបានចង់ទៅស៊ូភេក៏បានតាម Telegram ក៏បានដែរយើងមានផ្សាយជូនបាន20% account ដូចគ្នាដែរបាទអរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយបាយបាយ